សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំចង់ញ៉ាំចេកចៀនដោយសារតែចេករបស់នាងខ្ញុំមានចំនួន2ស្និតហើយនាងខ្ញុំក៏សម្រេចចិត្តថាធ្វើចេកចៀនត្មងទៅហើយថ្ងៃនេះផងដែរនាងខ្ញុំក៏មកប្រាប់អំពីរបៀបនៃការលេងម្សៅដែលធ្វើឲ្យនំយើងមានរសជាតិឆ្ងាញ់ថែមទាំងស្រួយខ្ញោកតែម្ដងតោះដើម្បីកុំឲ្យខាតពេលយូរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាទៅតាមដានជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំទាំងអស់រួមមានថ្ងៃនេះនាងខ្ញុំមានចេកណាំវ៉ាចំនួន2ស្និតហើយនាងខ្ញុំប្រើសុទ្ធចំនួន1គ្រាប់ម្សៅអង្ករខ្សាយ1កញ្ចប់នេះគឺនាងខ្ញុំដាក់តែពាក់កណ្ដាលនោះទេហើយនាងខ្ញុំមានកាដូងដែលកោសរួចចំនួន1កូនចានចង្កឹះអំបិល1ចុងស្លាបព្រាហើយនាងខ្ញុំក៏មានម្សៅនំស្រួយចំនួន1កូនកញ្ចប់ទូចផងដែរតោះដើម្បីកុំឲ្យខាតពេលយូរយើងមកលេងម្សៅទាំងអស់គ្នាចំពោះម្សៅដូចនាងខ្ញុំនិយាយខាងដើមអញ្ចឹងគឺនាងខ្ញុំដាក់ចំនួនតែពាក់កណ្ដាលនោះទេហើយនាងខ្ញុំក៏ចាប់ដើមចាក់ម្សៅចូលទៅក្នុងចានដែកមួយដែលស្អាតជាស្រេចរួចហើយនាងខ្ញុំក៏បន្តយកសុទ្ធមកគោះដាក់ចូលនៅក្នុងម្សៅនោះបន្ទាប់ពីនាងខ្ញុំបានវាយសុទ្ធបំបែកចូលទៅក្នុងចានម្សៅហើយនាងខ្ញុំក៏ចាប់ដើមកូរនិងបំបែកសុទ្ធឲ្យរលាយជាមួយនឹងម្សៅសព្វចូលជាតិល្អរួចនាងខ្ញុំក៏បន្ថែមជាមួយនឹងកាដូង1កូនចានចង្កឹះហ្នឹងហើយនឹងដាក់ម្សៅស្រួយចូលទៅផងដែរហើយជាចុងក្រោយនាងខ្ញុំក៏ដាក់បន្ថែមអំបិល1ចុងស្លាបព្រាចំពោះទឹកវិញពុកម៉ែបងប្អូនកុំដាក់រាវពេកហើយក៏កុំដាក់ខាប់ពេកផងដែរព្រោះវាធ្វើឲ្យម្សៅរបស់យើងទៅជារឹងតែបើដាក់រាវពេកធ្វើឲ្យនំរបស់យើងនឹងមិនសូវជាប់ម្សៅនោះទេជាបន្តមកទៀតគឺនាងខ្ញុំត្រូវមកសង្កត់ចេកជាមុនសិនចំពោះចេកគឺនាងខ្ញុំដំវាឲ្យទក់បន្តិចទៅនាងខ្ញុំចាប់ដើមសង្កត់ដោយប្រើកាំបិតសង្កត់រួចហើយក៏នាងខ្ញុំចាប់ដើមដាក់ចូលទៅក្នុងចានម្សៅនាងខ្ញុំបន្តធ្វើម្ដងមួយរហូតតតែចេករបស់នាងខ្ញុំនឹងបានសង្កត់រួចទាំងអស់តែម្ដងចំពោះការសង្កត់ចេកនេះផងដែរប្រសិនបើពុកម៉ែបងប្អូនគ្មានតិចនិចនៅក្នុងការសង្កត់ចេកវាធ្វើឲ្យចេករបស់យើងនឹងមិនសូវខំជាមួយនឹងម្សៅបានល្អនោះទេគឺថាចេកទៅផ្សេងម្សៅទៅផ្សេងតែប្រសិនបើយើងដំឲ្យទក់បន្តិចទៅយើងចាប់ដើមសង្កត់វានឹងធ្វើឲ្យចេករបស់យើងនឹងខំជាមួយនឹងម្សៅបានល្អផងដែរជាបន្តមកទៀតគឺនាងខ្ញុំត្រូវបើកភ្លើងដាក់ខ្ទះចាក់ប្រេងឆាទុករហូតតតែក្តៅទៅនាងខ្ញុំចាប់ដើមចៀនចេករីឯចេកគឺនាងខ្ញុំដាក់ម្ដងមួយហើយគឺពង្រែកបែបនេះឯងប្រសិនបើយើងដាក់គោលើគ្នាធ្វើឲ្យចេករបស់យើងគឺឆ្អិនមិនបានសព្វដល់ក្នុងល្អនោះទេនៅពេលដែលនាងខ្ញុំដាក់ចេកចូលពេញខ្ទះហើយនាងខ្ញុំក៏ទុកចោលរហូតតតែចេកយើងនឹងមានសភាពប្រែពណ៌ឆ្អិនហើយគឺនាងខ្ញុំចាប់ដើមប្រែមួយចំហៀងហើយក៏មើលប្រែត្រឡប់ឡើងត្រឡប់ចុះដើម្បីកុំឲ្យចេករបស់នាងខ្ញុំនឹងខ្លោចនៅពេលដែលឆ្អិនអស់ហើយគឺនាងខ្ញុំស្រង់វាចេញតែម្ដងហើយចំពោះការចៀនចេករបស់នាងខ្ញុំផងដែរគឺនាងខ្ញុំចៀនចំនួន4ដងទៅចេករបស់នាងខ្ញុំបានចៀនរួចទាំងអស់ឥឡូវនេះចេករបស់នាងខ្ញុំគឺថាឆ្អិនរួចរាល់ទាំងអស់ហើយតើពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការចៀនចេករបស់នាងខ្ញុំហើយពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាដាក់ឲ្យនាងខ្ញុំប៉ុន្មានបន្ទុកដែរហើយចំពោះវីដេអូនៃការធ្វើនំចេកចៀនរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ផងដែរនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនអ៊ំពូមីងមាទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនអ៊ំពូមីងមាទាំងអស់គ្នាឲ្យជួបតែសំណាងល្អនិងមានសុខភាពល្អចាំជួបនាងខ្ញុំនៅវីដេអូថ្មីប្លែកៗបន្តទៀតសូមជម្រាបលា